សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃសៅរ៍បាទរីករាយថ្ងៃឈប់សម្រាកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកធ្វើការផងក៏ដូចជាមកលំហែអារម្មណ៍ផងបាទនៅនេះនៅរីសតបានរីសតដែលស្ថិតនៅខេត្តកពតនៅទឹកឈូបងប្អូនបាទស្អាតមែនទែនបាទនេះបងប្អូនឃើញភ្នំនៅខាងក្រោយខ្ញុំនេះសែមញាក់សាច់បាទបរិយាកាសបងប្អូនហើយបាទយើងមានបើសិនជាយើងមានគ្រួសារលក្ខណៈត្រឹម4-10នាក់អីគឺមកថាមកអែមយើងមកផ្ទះនេះមួយតែម្ដងបាទផ្ទះនេះគេមានប្រហែលជាមើល1 2 4កតុបបាទ4កតុបគេងកតុបទឹក3 4ទៀតមកយើងមានលក្ខណៈត្រឹមតែគ្រួសារប្រហែលជា10នាក់អីអាចគេងបានបងប្អូនបាទនៅទឹកឈូយើងនោះបាទគឺល្អមែនតើបាទស្រស់ស្រាយមែនតើបងប្អូននេះតុកនេះគឺថាងាយឡើងនេះអាចធ្វើកម្មវិធីខុសបណ្ដើជប់លៀងញ៉ាំអីជុំគ្នាអាំងសាច់អាំងអីអូអែមញាក់សាច់អូនេះស្រស់ស្រាយមែនតើ